អានិសង្ឃភ្នោះសម័យពុទ្ធកាលដែលព្រះសម្មាសម្ពុទ្ធបរមគ្រូគង់ព្រះធរមាននៅឡើយនិងក្រោយពុទ្ធនិព្វានប្រមាណ 1000 ឆ្នាំពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាមាន 4 ពួកគឺភិក្ខុមួយពួកភិក្ខុនីមួយពួកឧបាសកមួយពួកនិងឧបាសិកាមួយពួកក្រោយពីសម័យនោះមករហូតមកដល់សម័យបច្ចុប្បន្ននេះក៏មានពុទ្ធបរិស័ទ 4 ពួកដែរគ្រាន់តែសម័យនេះគ្មានភិក្ខុនីមានតែសាមណេរជំនួសតែប៉ុណ្ណោះក៏រាប់ថាពុទ្ធបរិស័ទ 4 ពួកបានដែរពុទ្ធបរិស័ទទាំង 2 ពួកនេះបើពោលដោយបង្រួមទោះបីសម័យពុទ្ធកាលក្តីសម័យបច្ចុប្បន្នក្តីមានតែ 2 ពួកគឺខាងបព្វជិតជាភិក្ខុសាមណេរមួយពួកហៅថាអ្នកកាន់ព្រះពុទ្ធសាសនាផ្ទាល់ជាឧត្តមភេទដោយមានគ្រឿងស្លៀកដណ្ដប់គ្រប់គ្របជ្រលក់ទឹកអំចត់ពណ៌លឿងដែលមួយយ៉ាងដូចជាព្រះពុទ្ធអង្គហើយចំណែកខាងក្រហមជាឧបាសកឧបាសិកាក៏បានមួយពួកដែរដែលហៅថាអ្នកកាន់ព្រះពុទ្ធសាសនាប្រយោលជាហីនភេទមានគ្រឿងស្លៀកដណ្ដប់ជ្រលក់ពណ៌ផ្សេងតាមប្រពៃណីនិយមតាមសម័យកាលអ្នកបួសក្នុងព្រះពុទ្ធសាសនាមាននាម3យ៉ាងមួយហៅថាភិក្ខុប្រែថាអ្នកសូមគឺជាអ្នកសូមតេយ្យទានមានអាហារបិណ្ឌបាតជាដើមអំពីទាយក2ហៅថាបព្វជិតប្រែថាអ្នកវាចាកអំពើមានទោសគ្រប់យ៉ាងអ្នកវាចាកអំពើបាបទី3ហៅថាសាមណៈប្រែថាអ្នកស្ងប់គឺជាអ្នករងាប់ចាកសេចក្តីអាក្រក់គ្រប់ចំពោះក្នុងអវាទបដិមោក្ខព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានព្រះឱវាទថានហិបព្វជិតោបពោបខាតិសាមណោហោតិបរាំងហិហេថយន្តោបុគ្គលដែលសម្លាប់ឬក៏បៀតបៀនគេមិនឈ្មោះថាបព្វជិតទេឬក៏សាមណេរនោះទេគឺបុគ្គលដែលបដិញ្ញាខ្លួនថាជាបព្វជិតឬសាមណៈនោះលុះតែមានអធិវាសខន្តីគឺអត់ធន់មិនប្រទុសរាយនឹងអ្នកដទៃឲ្យគេវិនាសសាកចាកជីវិតឬក៏ចាកទ្រព្យសម្បត្តិជាដើមឬមិនបៀតបៀនគេឲ្យបានសម្បត្តិសេចក្តីលំបាកឲ្យគេនឹងជួបទុក្ខលំបាកបើសមឈ្មោះថាជាបព្វជិតឬក៏សាមណៈដ៏ពិតប្រាកដគឺមិនបៀតបៀនអ្នកដទៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួនជាដើមនេះជនដែលបានបព្វជិជាសាមណេរនឹងបានឧបសម្បទាជាភិក្ខុក្នុងព្រះពុទ្ធសាសនាហើយបានប្រតិបត្តិត្រឹមត្រូវតាមពុទ្ធបញ្ញត្តិនោះបានផល្លានិសង្ឃច្រើនណាស់ច្រើនមែនតើហើយបានឈ្មោះថាជាអ្នកជំរះខ្លួនជាមនុស្សបរិសុទ្ធចាកបាបផងជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យរុងរឿងចម្រើនថិតថេរតទៅផងមួយទៀតជនដែលបានបួសខ្លួនឯងឬបានបំពោះកុលបុត្រក្នុងព្រះពុទ្ធសាសនានោះទៅបានឈ្មោះថាជាញាតិចិត្តនឹងព្រះពុទ្ធសាសនាព្រះមោគលីបុត្រទេសថេរបានថ្វាយព្រះធម្មទេសនារឿងនេះចំពោះព្រះបាទធម្មាសោកដែលជាស្ដេចចលចក្រក្រពង់ក្នុងចម្ពោះទ្វីបប្រទេសឥណ្ឌាជាព្រះអគ្គពុទ្ធសាសនូបត្ថម្ភក៏ព្រះបាទធម្មាសោកក៏បានស្ដាប់ព្រះធម្មទេសនានោះហើយក៏ទ្រង់បំពោះព្រះរាជបុត្រាព្រះនាមមហន្តៈជាភិក្ខុ
និងបរិជ្ជបុត្រីព្រះនាមសង្ឃមត្តាជាភិក្ខុនីហើយព្រះមហន្តភិក្ខុបានជាព្រះមហាមហន្តថេរព្រះនាងសង្ឃមត្តាភិក្ខុនីជាព្រះសង្ឃមត្រាថេរីនិមន្តទៅផ្សាយព្រះពុទ្ធសាសនានៅលង្កាទ្វីបជាសាស្តាបំពោះព្រះទេពីនិងព្រះរាជបុត្រាបុត្រីនៃព្រះបាទទេវានន្ទបនិទេសៈព្រះជាលង្កាទ្វីបនិងបុត្រីនៃប្រជារាស្ត្រនៅទ្វីបនោះឲ្យជាភិក្ខុនីជាច្រើនរូបសិភៅរឿងព្រះបាទអសោករបស់វិជ្ជាឋានពុទ្ធសាសនាបណ្ឌិតត្រង់ទំព័រទំព័រ14ពុទ្ធសករាជ295ព្រះបាទអសោកស្ដេចបានទៅនមស្ការទីប្រសូតរបស់ព្រះពុទ្ធចឹងពុទ្ធសករាជ2905ព្រះបាទអសោកស្ដេចបានយាងទៅនមស្ការទីប្រសូតរបស់ព្រះសម្មាសម្ពុទ្ធពុទ្ធសករាជ301ទ្រង់បានឧបសម្បទាជាភិក្ខុផ្ទាល់ព្រះអង្គក្នុងព្រះពុទ្ធសាសនាគម្ពីរមហាវង្សពង្សាវតារលង្កាទ្វីបនិទានរឿងព្រះមហាណិតថេរពិស្ដាតែទីនេះសូមពិពណ៌នាដោយសង្ខេបដូចតទៅរឿងព្រះមហាមហន្តថេរព្រះមហាមហន្តថេរជាព្រះចបុត្រានៃព្រះបាទធម្មាសោកក្រោយពេលដែលបានជាបព្វជិហ្នឹងហើយឧបសម្បទាបានសម្រេចមានអង្គផលព្រមទាំងអភិញ្ញាណ6ហើយលោកបានព្រះថេរ4អង្គដែលបានសម្រេចមានអង្គផលដូចគ្នាទៅដើម្បីទៅផ្សាយព្រះពុទ្ធសាសនានៅឯលង្កាទ្វីបនោះលោកចេញចាកចំពោះទ្វីបទៅកាន់លង្កាទ្វីបដោយអធិរិទ្ធមុនដំបូងនឹងលោកគង់នៅភ្នំមួយមិនឆ្ងាយប៉ុន្មានពីបរិជ្ជវាំងព្រះទេវានន្ទពិយទេសៈព្រះជាលង្កាទ្វីបថ្ងៃដែលលោកនិមន្តទៅដល់ព្រះជាស្ដេចចេញក្រសាព្រៃបានជួបនឹងលោកស្ដេចក៏សួរលោកបានជ្រាបថាលោកជាព្រះរាជបុត្រព្រះបាទធម្មាសោកស្ដេចនៃលង្កាទ្វីបហ្នឹងបានដឹងថាទ្រង់ជាព្រះរាជបុត្រនៃធម្មាសោកជាមហាមិត្តក៏ទ្រង់ជ្រះថ្លាទ្រង់បាននិមន្តទៅឆាន់នៅឯព្រះរាជវាំងឯណោះពេលវេលានោះជាពេលវេលាដ៏មហាឱឡារិកក្រៃលែងក៏ក្រើកអំពីទាំងផ្ទៃព្រះនគរជាលើកទី1ដោយមហាជនទាំងព្រះជាព្រះជវង្សានុវង្សទាំងនាវិកសពម៉ឺនមន្ត្រីព្រមទាំងប្រជារាស្ត្ររាប់សែននាក់ផ្អើលឈូឆរណែនណាត់តាំងតាប់មកទស្សនាព្រះមហាថេរហើយចំណែកព្រះមហាថេរបាននាំធម៌ទេសនាមានពិពណ៌នាអំពីពុទ្ធប្រវត្តិជាដើមជាសម្ដាប់ដល់មហាសន្និបាតនោះខណៈនោះមហាជនមានព្រះជាប្រធានបានទ្រង់ព្រះសម្ដាប់បានស្ដាប់ហើយបានបដិញ្ញាព្រះអង្គបដិញ្ញាខ្លួនឯងជាឧបាសកឧបាសិកាមានព្រះត្រៃសមណគមជាទីពឹងទីរលឹកជនខ្លះបានសម្រេចមគ្គផលសំគួរតាមឧបនិស្ស័យរៀងខ្លួនក្រោយពីនោះបរោះអ្នកមានសទ្ធាបានបព្វជិបានឧបសម្បទាជាភិក្ខុសាមណេរក្នុងព្រះពុទ្ធសាសនាចំណែកខាងស្ត្រីវិញព្រះនាងអតុលាជាព្រះរាជទេពីនៃព្រះបាទទេវានន្ទពិយទេសៈក៏ទ្រង់សពព្រះតីបួសជាភិក្ខុនីដែរដែលព្រះមហាមហន្តថេរមានព្រះថេរដីកាថាការបួសជាភិក្ខុនី
លុះតែមានភិក្ខុនីសង្ឃផងព្រោះឧបសម្បទាកម្មរបស់ភិក្ខុនេះជាឧបតោសង្ឃកម្មគឺត្រូវបួសដោយមានឧបជានិងកម្មវាចាខាងពួកភិក្ខុនេះហើយមកបួសខាងពួកភិក្ខុថែមទៀតទើបសម្រេចជាភិក្ខុនេះបានចឹងមានន័យថាដើម្បីបួសជាភិក្ខុនេះបានតតែមានគ្រូឧបជានឹងជាភិក្ខុនេះនឹងមិនអាចបួសបានព្រះនាងអតុលាទេពីបានទ្រង់ព្រះជ្រាបរឿងនោះហើយទ្រង់សូមព្រះជានឹងព្រះមហាថេរចាត់ការរឿងនោះព្រះជានឹងព្រះមហាថេរក៏ទ្រង់ចាត់ការឲ្យមកនិមន្តព្រះសង្ឃនិមិត្តាថេរីជាព្រះអនុជានៃព្រះមហាមហន្តថេរជាប្អូនដែលបួសជាមួយគ្នានោះព្រះមហាដែលបួសជាភិក្ខុមួយអង្គនិងភិក្ខុនីមួយអង្គពេលវេលាព្រះសង្ឃមិត្រាថេរីនិមន្តទៅនោះទ្រង់បាននាំយកមេឃពោធិព្រឹក្សដែលព្រះពុទ្ធជាអង្គម្ចាស់ទ្រង់បានត្រាស់ដឹងក្រោមម្លប់ទីនោះផងវេលានោះក៏ក្រើកអំពើទាំងផ្ទៃនគរជាលើកទី2ដោយមហាជនទាំងបរិជាទាំងប្រជារាស្ត្ររាប់សែននាក់ផ្អើលឈូឆរមកទស្សនាមកគោរពភិក្ខុនីសង្ឃនិងមេឃពោធិព្រឹក្សជាមហាអស្ចារ្យលំដាប់ពីនោះព្រះសង្ឃមិត្រាថេរីក៏បានជាព្រះឧបជាបំពោះព្រះនាងអតុលាទេវីជាភិក្ខុនីជាប្រថាប់ជាមួយស្ត្រីដតីទៀតជាច្រើនរូបប្រទេសលង្កាជាប្រទេសពុទ្ធសាសនិកកាន់ព្រះពុទ្ធសាសនាខ្ជាប់ខ្ជួនមាំមួនរុងរឿងរីកចម្រើនតាំងពីសម័យនោះរហូតមកដល់នាសម័យបច្ចុប្បន្ននេះឯងដោយសារព្រះរាជបេសកកម្មរបស់ព្រះបាទធម្មមាសោកនោះឯងប្រទេសកម្ពុជាយើងក៏ជាប្រទេសពុទ្ធសាសនិកកាន់ព្រះពុទ្ធសាសនាដែរដំណាក់កាលគ្នានឹងប្រទេសលង្កាដោយសារព្រះរាជសម្បកម្មភាពព្រះបាទធម្មមាសោកទ្រង់ផ្សាយមកដល់ដែរព្រោះសម័យជាមួយគ្នានោះព្រះមោគលីពុទ្ធទេសថេរបានបញ្ចូលព្រះថេរៈពីរព្រះអង្គគឺព្រះសោណៈនិងព្រះឧត្តរៈជាសាមណៈទូលឲ្យមកផ្សាយព្រះពុទ្ធសាសនានៅក្រោមសវណ្ណភូមិមានប្រទេសកម្ពុជាជាដើមហើយកុលបុត្រខ្មែរទាំងប្រទេសក៏បានបព្វជិឧបសម្បទាជាភិក្ខុសាមណេរតគ្នាញ៉ាំងព្រះពុទ្ធសាសនានឹងឲ្យថ្កុំថ្កើងរុងរឿងឡើងរហូតមកដល់ព្រះមហាក្សត្រខ្មែរនៃសម័យបុរាណទ្រង់សពព្រះរាជហឫទ័យនិងបព្វជិកម្មណាស់សិលាចារឹកនៅសសរប្រាសាទនគរវត្តត្រង់ថ្នាលកណ្ដាលខាងពីខាងមុខមាននិយាមដល់រឿងព្រះរាជាទ្រង់បំពោះព្រះរាជបុត្រសិលាចារឹកក្នុងទីដតីទៀតមាននិយាមពីព្រះបាទជ័យតដ្ឋានរាជាទ្រង់ជ្រះថ្លាក្នុងព្រះពុទ្ធសាសនាណាស់បានថ្វាយព្រះអង្គជាមហាឧបាសិកាក្នុងព្រះពុទ្ធសាសនាសូម្បីតែព្រះរាជបុត្រនៅក្នុងព្រះឧត្តរនៃព្រះអគ្គមហាសីនៅឡើយហ្នឹងមិនទាន់ទាំងជ្រាបថាជាប្រុសឬស្រីផងក៏ទ្រង់ឧទ្ទិសទុកជាមុនថាកាលប្រសូតមកបើជាព្រះរាជបុត្រីនឹងថ្វាយជាអ្នក
ឧបទ្ធានព្រះរតនត្រ័យតែបើជាបរិជ្ជបុត្រានឹងឲ្យទ្រង់ភ្នោះសំណាក់ព្រះពុទ្ធសាសនានឹងឲ្យបួសនៅក្នុងសំណាក់ព្រះពុទ្ធសាសនាចឹងរឿងនេះចប់តែប៉ុណ្ណេះមានតែប៉ុណ្្នឹងទេញាតិញោមឬរឿងព្រះមហាមហន្តថេរបានទៅធ្វើដំណើរទៅលង្កាទ្វីបដើម្បីផ្សាយមេត្តាធម៌គឺផ្សាយព្រះពុទ្ធសាសនាឲ្យសាសនិកជនស្គាល់នឹងជ្រាបជាចុងក្រោយក៏សូមបញ្ចប់តែរឿងនេះតែប៉ុណ្ណេះហើយក៏សូមចម្រើនពរនិងជូនពរញាតិញោមទាំងអស់ឲ្យជួបតែពុទ្ធពរគឺពរព្រះពុទ្ធ5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិណៈកំបីឃ្លីឡើយណាញោមណា